ពេលឃើញវីដេអូនេះនឹកឃើញរឿងកាលពី4-10ឆ្នាំមុនពេលដែលអត់ទាន់ចេះធ្វើម្ហូបតែឥឡូវវិញមិនបាច់និយាយអភិវឌ្ឍខ្លួនសាហាវចេះធ្វើម្ហូបចង់គ្រប់មុខនិយាយទៅចេះចង់ទាំងអស់តែនៅមានម្ហូបខ្លះពិបាកដែរអត់ទាន់ដែលធ្វើប៉ុន្តែឥឡូវទោះអត់ចេះធ្វើក៏អាចមើលតាម YouTube បានដែរតែពីមុនវិញអត់ដែលធ្វើអីទាំងអស់គឺអត់ចេះបដ ாய் និយាយទៅសូម្បីតែស្ងោរពងទាវិញណាកាលពីនៅអាយុ10ឆ្នាំជាងចូល20អីហ្នឹងស្ងោរពងទាដាក់ទឹកឡើងមិនដាក់ទឹកច្រើនមិនដាក់ទឹកមកល្មមណាដឹងមូលហេតុអត់ពីមុនអត់ចេះធ្វើម្ហូបដោយសារតែការខ្ជិលរបស់យើងនឹងឯងដឹងខ្លួនហ្មងព្រោះអីពីមុនគេតែខ្លួនឯងអង្គថាអត់ចេះទៅអង្គតែរួចខ្លួនបានអញ្ចឹងទៅអត់ចេះរហូតតែឥឡូវមានអីអត់មានគេធ្វើខ្លួនឯងធ្វើការដែលតារៀនធ្វើយូរទៅមានអីធ្វើបានហូបបានឆ្ងាញ់យល់ថាមានធ្វើដៃធ្វើហូបបានហូបកើតដែលតាដល់ពេលចេះធ្វើខ្លួនឯងទៅស្រួលដែរតា